Vâng, sự đấy là từng nàyសម្រាប់ដំណាក់កាលដំបូងនេះយើងនឹងរៀនទៅលើមូលដ្ឋានគ្រឹះនៃប្រព័ន្ធ plumbing ណាហ្នឹងហើយអញ្ចឹងទី1យើងត្រូវយល់អំពី system របស់ប្រព័ន្ធ plumbing ណាហ្នឹងហើយពាក់ព័ន្ធនឹងប្រភេទនៃទយោហើយនឹង system ទយោឈ្មោះអីអញ្ចឹងណាហ្នឹងហើយទី2គឺយើងនឹងសិក្សាអំពីការគណនាហ្នឹងហើយទៅលើប្រព័ន្ធ plumbing យើងដោយសារការគណនាទៅលើប្រព័ន្ធ plumbing យើងគឺយើងគណនាទៅតាមដំណាក់កាល step by step ណាហ្នឹងហើយបាទអញ្ចឹងយើងចូលមកមើលនៅក្នុង schematic របស់ប្រព័ន្ធ plumbing យើងហ្នឹងហើយអានេះគឺជាប្រភេទ schematic របស់ប្រព័ន្ធទឹកកខ្វក់ណាហ្នឹងហើយដែល schematic នេះខ្ញុំលើកយកជាប្រភេទ condo បញ្ជា condo មកដើម្បីយើងលើកយកសម្រាប់ការបង្ហាញទៅលើវគ្គសិក្សារបស់យើងណាហ្នឹងហើយអញ្ចឹងនៅក្នុងគម្រោង condo ហ្នឹងគឺយើងមាន9ជាន់ហ្នឹងហើយទាំងជាន់ដំបូលណាហ្នឹងហើយបាទហើយ schematic នេះខ្ញុំគ្រាន់តែលើកយកសម្រាប់មកធ្វើការបង្ហាញទេទៅលើ system ណាហ្នឹងហើយដល់ឡែកសម្រាប់ course របស់យើងនេះគឺយើងលើកយកយើងសិក្សាទៅលើប្រភេទ villa ណាហ្នឹងហើយបាទអញ្ចឹងដំណាក់កាលដំបូងនេះខ្ញុំនឹងពន្យល់ទៅលើប្រព័ន្ធនៃទឹកកខ្វក់បង្ហូរចោលណាហ្នឹងហើយដែលជាភាសាខ្មែរយើងគេហៅថាប្រព័ន្ធទឹកកខ្វក់បង្ហូរចោលហ្នឹងហើយប៉ុន្តែនៅពាក្យបច្ចេកទេសគេហៅថា sewage water system ណាហ្នឹងហើយដោយឡែកនៅក្នុង sewage water system ហ្នឹងយើងមាន3ប្រភេទទៀតហ្នឹងហើយដោយទី1បាទទី1គឺទយោពណ៌លឿងនេះហ្នឹងហើយអញ្ចឹងទយោពណ៌លឿងហ្នឹងគេហៅថា soil pipe system ហ្នឹងហើយអញ្ចឹងsoil pipe system ហ្នឹងវាគឺជាប្រភេទទយោទឹកដែលបង្ហូរចោលពីប្រភេទ sanitary ware ដែលមានកម្រិតកខ្វក់ខ្ពស់បាទអញ្ចឹងsanitary ware ដែលមានកម្រិតកខ្វក់ខ្ពស់វាមានអីគេបាទអញ្ចឹងវាមានដូចជា WC ប្រគុណហើយវាមានដូចជា urinal ថៅនោមណាហ្នឹងហើយអញ្ចឹងប្រភេទអស់ហ្នឹងវាសិតតែជាប្រភេទ sanitary ware ដែលមានកម្រិតកខ្វក់ខ្ពស់ហើយហ្នឹងហើយអញ្ចឹងទយោដែលវាបង្ហូរចេញពីប្រភេទអស់ហ្នឹងគេហៅថា soil pipe system ហ្នឹងហើយដល់ឡែកទី2ទយោពណ៌បៃតងនេះណាហ្នឹងហើយអញ្ចឹងទយោពណ៌បៃតងហ្នឹងឈ្មោះវាហ្នឹងគឺwaste pipe system ហ្នឹងហើយអញ្ចឹងwaste pipe system វាគឺជាប្រភេទទយោទឹកដែលសម្រាប់ធ្វើការបង្ហូរចោលពី sanitary ware ដែលមានកម្រិតកខ្វក់ហ្នឹងពីទាបទៅមធ្យមអញ្ចឹងណាហ្នឹងហើយអញ្ចឹងកម្រិតកខ្វក់ទាបហ្នឹងវាមានអីគេខ្លះបាទវាមានដូចជា labo វាមានដូចជា floor drain វាមានដូចជា bathtub ជាដើមណាហ្នឹងហើយអញ្ចឹងប្រភេទដែលទយោដែលវាបង្ហូរចេញពីប្រភេទ sanitary ware អស់ហ្នឹងគឺគេហៅថា waste pipe ហ្នឹងហើយបាទហើយចំណុចទី3គឺទយោពណ៌ស្វាយនេះហ្នឹងហើយអញ្ចឹងទយោពណ៌ស្វាយហ្នឹងគឺគេឲ្យឈ្មោះថា vent pipe system ហ្នឹងហើយអញ្ចឹង vent pipe system ហ្នឹងវាគឺជាប្រភេទទយោខ្យល់បាទអញ្ចឹងទយោខ្យល់ហ្នឹងគឺវាធ្វើឲ្យ flow ខ្យល់ចូលទៅក្នុងទយោណាទឹកកាលណា flow ខ្យល់ចូលក្នុងទយោទឹកធ្វើឲ្យ flow របស់ទឹកហ្នឹងគឺវាហូរលឿនវាអត់ងាយការកកស្ទះអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងយើងសរុបមកវិញ sewage water system យើងឬក៏ប្រព័ន្ធទឹកកខ្វក់បង្ហូរចោលគឺបែងចែកជា3ទៀតហ្នឹងហើយទី1គឺ soil pipe system ទី2គឺ waste pipe system ទី3គឺ vent pipe system ហ្នឹងហើយអានេះគឺជាឈ្មោះនៃប្រភេទទយោបាទហើយចំណុចបន្ទាប់ខ្ញុំនឹងពន្យល់អំពីការមើល leader បាទ leader សញ្ញាព្រួញចង្អុលបង្ហាញហ្នឹងហើយរបស់ទយោហ្នឹងអញ្ចឹងកន្លែងនេះ SP នេះបើយើងឈ្មោះរបស់វាគឺ soil pipe ណាហ្នឹងហើយ soil pipe ហើយ DN 155នេះគឺជាទំហំទយោហ្នឹងហើយអញ្ចឹងឡើយហ្នឹងមានន័យថាទយោ soil pipe យើងហ្នឹងគឺទំហំ DN 155មីលី150មីលីម៉ែត្រហ្នឹងហើយអញ្ចឹងខ្ញុំបញ្យល់ទៅលើកន្លែង DN នេះបន្តិចបាទអញ្ចឹងបើករណីដែលគេហៅ DN អញ្ចឹងគឺទយោហ្នឹងវាគឺជាប្រភេទទយោ PVC ឬក៏ UPVC ហ្នឹងហើយដោយឡែកបើទយោយើងជាប្រភេទទយោ PPO ឬក៏ HDPE អាហ្នឹងគេហៅ OD ឡើយហ្នឹងគេដាក់ OD បាទហើយ DN ហ្នឹងពាក្យពេញវាហ្នឹងគឺ dimension normal ហ្នឹងហើយអញ្ចឹងអាហ្នឹងវាមានទយោ PVC និងទយោ UPVC ទៅអាហ្នឹងគេបែងចែកគ្នាណាបាទហើយបើ OD outside diameter ហ្នឹងគឺអាហ្នឹងគេប្រើសម្រាប់ទយោ
PPO ឬក៏ HDPE អញ្ចឹងយើងបែងចែកគ្នាណាកាលណាគេដាក់ OD ឬក៏ DN ហ្នឹងយើងដឹងថាប្រភេទទយោហ្នឹងគឺជាប្រភេទទយោអីហ្នឹងហើយបាទអាហ្នឹងរបៀបមើល leader របស់សញ្ញាព្រួយហ្នឹងណាហ្នឹងហើយអញ្ចឹងចំណុចបន្ទាប់ខ្ញុំនឹងពន្យល់អំពីការមើលទៅលើទយោនៅតាមជាន់ណាហ្នឹងហើយអញ្ចឹងយើងមើលកន្លែងនេះបាទកន្លែងមើលកន្លែងនេះគេដាក់ DN 65 mm អញ្ចឹងអាករណីហ្នឹងគឺsoy spy invest spy ហ្នឹងគឺវាទំហំស្មើគ្នាណាកន្លែងនេះហ្នឹងហើយអញ្ចឹង DN វានឹង65ហើយទយោខ្យល់ van pi យើងនេះគឺ DN 55ហ្នឹងហើយចាហ្នឹងទំហំទយោបាទហើយដោយឡែកនៅជាន់ទី5នេះគឺយើងមាន4បន្ទប់នេះបាទអញ្ចឹងបន្ទប់ហ្នឹងគឺជាបន្ទប់ទឹកឯ toilet នេះណាហ្នឹងហើយអញ្ចឹងវាមាន MO វាមាន BO 5 6 7អីចឹងទៅហ្នឹងហើយហើយក្នុងបន្ទប់នីមួយៗគឺយើងរាប់មក sanitary ware ណាវាមាន WC វាគុណប្រហែល wash basin lavabo ហ្នឹងប្រហែល floor tray ហ្នឹងប្រហែលអាហ្នឹងគឺយើងរាប់ដាក់ចូលមកណាហ្នឹងហើយហើយចំណុចបន្ទាប់នេះខ្ញុំចង់បញ្យល់លើកន្លែងនេះបន្តិច SEO ណាហ្នឹងហើយអញ្ចឹង SEO ហ្នឹងពាក្យពេញរបស់វាហ្នឹងគឺ floor clean out ហ្នឹងហើយអញ្ចឹងអា floor clean out ហ្នឹងវាគឺជាក្បាលកន្លែងទយោណាសម្រាប់ធ្វើការជួសជុលនៅការកកស្ទះទយោណាកន្លែងហ្នឹងណាហ្នឹងហើយបើ concept ក្នុងការ design បើគេ design នៅលើវិដានអាហ្នឹងគេប្រើ access panel មួយនៅខាងក្រោមវាដើម្បីនៅពេលដែលមានការកកស្ទះអីចឹងទៅគឺយើងបើក access panel ហ្នឹងដើម្បីធ្វើការជួសជុល floor clean out ហ្នឹងទៅហ្នឹងហើយបាទអញ្ចឹងដល់ឡែកជាន់ផ្សេងហ្នឹងគឺយើងមើលដូចគ្នាណាហ្នឹងហើយយើងមើលដូចគ្នាដែរហ្នឹងហើយហើយទយោហ្នឹងគឺវាហូរចូលនេះប្រអប់នេះគឺប្រអប់ septic មើលឈ្មោះទយោហ្នឹងហើយចូលដល់ចំណុចបន្ទាប់ខ្ញុំនឹងបញ្យល់ទៅលើការគណនាទយោតើគេគណនាទំហំទយោហ្នឹងពីចំណុចណាទៅចំណុចណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងក្នុងការគណនាទៅលើទំហំរបស់ទយោជាទូទៅគឺគេចាប់ផ្ដើមពីទយោតាមជាន់នេះមុនណាហ្នឹងហើយទយោតាមជាន់ហ្នឹងគេឈ្មោះវាហ្នឹងគឺ brand pi system ហ្នឹងហើយ brand pi ណាហ្នឹងហើយហើយក្នុងការគណនាទៅលើ brand pi ហ្នឹងគឺគេគណនាទៅតាមនេះ flow rate របស់ sanitary ware នីមួយៗដែលជាន់ហ្នឹងនៅតាមបន្ទប់នីមួយៗហ្នឹងគេសិក្សាទៅលើ flow rate វាប្រហែលអញ្ចឹងហ្នឹងហើយនៅតាមបន្ទប់ហ្នឹងបន្ទាប់មកគេបូកវាបញ្ចូលគ្នាមកគេបាន flow rate សរុបនៅជាន់ហ្នឹងអញ្ចឹងយើងនឹងពេលដែលយើងដឹងទៅលើ flow rate នៅជាន់ហ្នឹងហើយនឹងយើងអាចគណនាទៅលើទយោ brand pi នៅជាន់ហ្នឹងបានដែរហ្នឹងណាហ្នឹងហើយហើយចំណុចបន្ទាប់ទយោក្នុង riser ណាអាហ្នឹងចំណុចយើងគណនាបន្ទាប់ដោយទយោនៅក្នុង riser នេះឈ្មោះវាហ្នឹងគឺ stake pi system ហ្នឹងហើយ stake pi បាទអញ្ចឹងអា stake pi ហ្នឹងការគណនាហ្នឹងគឺយើងបានមកនេះយើងបានមកពីយើងដឹង flow rate របស់ brand pi នីមួយៗហ្នឹងណាហ្នឹងហើយអញ្ចឹងយើងយក brand pi ទាំងអស់ហ្នឹងបូកបញ្ចូលគ្នាមកកាលណាយើងដឹង flow rate សរុបរបស់ brand pi តាមជាន់មួយគឺយើងអាចនេះធ្វើការគណនា select ទំហំរបស់ទយោ stake pi នេះបានដែរហ្នឹងហើយហើយបន្ទាប់ពីយើងដឹងលើ stake pi ហើយគឺយើងនឹងអាចគណនាទៅលើនេះទយោដែលវាបង្ហូរចេញពីអាគារទៅលូហ្នឹងអាហ្នឹងហៅថា trend pi trend pi ហ្នឹងអាហ្នឹងយើងធ្វើការគណនាតាម flow rate របស់ stake pi ណាចុះឧទាហរណ៍ថា stake pi ហ្នឹងវាមាន2 riser 3 riser 4 riser អញ្ចឹងទៅអញ្ចឹងគេយក flow rate របស់ stake pi មួយបូកបញ្ចូលគ្នាមកដើម្បីដឹង flow rate របស់ stake pi សរុបណាកាលណាយើងដឹង flow rate របស់ stake pi សរុបហើយយើងអាចគណនាទំហំទៅលើ trend pi នេះបានហើយបន្ទាប់នេះការគណនា setting ហ្នឹងគឺយើងគណនាទៅតាមតម្រូវការប្រើប្រាស់ណាចំនួនមនុស្សនៅក្នុងពេលហ្នឹងប្រហែលអ្នកទៅអញ្ចឹងការគណនាហ្នឹងយើងអាច follow តាម BS ណាអញ្ចឹងនៅពេលដែលយើងចូលដល់ក្នុងដំណាក់កាល design អាហ្នឹងយើងនឹងធ្វើការគណនា detail ទៅលើហ្នឹងណាហ្នឹងហើយបន្ទាប់មកវាហូរចូលទៅក្នុងនេះ low បាទហ្នឹងហើយបាទអញ្ចឹងការបញ្យល់នេះគឺយើងបញ្យល់ទៅលើ schematic របស់ប្រព័ន្ធ separate water system ដែលយើងលើកឧទាហរណ៍ប្រភេទ condo លើកយកមកបង្ហាញណាហ្នឹងហើយអញ្ចឹងចំណុចបន្ទាប់ខ្ញុំនឹងបង្ហាញតើប្រភេទ separate water system ហ្នឹងមានប្រមាណអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងបើកទៅលើសៀវភៅ BS មកដើម្បីបង្ហាញណាបាទ
នេះ បាទនេះសភៅ BS ពាក្យពេញវាគឺ British Standard ហ្នឹងឯងអញ្ចឹងនៅក្នុង Sewage Water System គឺវាមាន2បាទនេះគឺវាមាន Primary Ventilation System ហើយនិង Secondary Ventilation System បាទអញ្ចឹងអ្វីដែលខ្ញុំកំពុងតែបង្ហាញនេះគឺជាប្រភេទ Primary Ventilation System ហ្នឹងនឹងយើងអាចមើលមកណាហ្នឹងឯងខ្ញុំមានន័យថាទៅ Stake Trend នេះគឺគេប្រើនេះគេប្រើ air vent នេះតែមួយគឺនៅខាងចុងនយោហ្នឹងហ្មងណាហ្នឹងហើយអញ្ចឹងយើងអាចមើលក្នុង schematic ទៅយើងដឹងហើយបាទហើយលេខ1លេខ2លេខ6នេះអានេះយើងអាចមើលនៅក្នុងលេខ7ខាងក្រោមនេះបាទលេខ6នេះស្អីគេ stake លេខ8នេះគេ trend អញ្ចឹងយើងមើលនៅក្នុងលេខ7ហ្នឹងមកយើងដឹងហើយថានឹងអីគេទេហ្នឹងហើយបាទហើយចំណុចបន្ទាប់យើងចូលមកដល់ secondary ventilation system បាទអញ្ចឹង secondary ventilation system នេះគឺជាប្រភេទយោដែលគេធ្វើការបែងចែក vent pipe របស់ stake និង vent pipe របស់ vent ហ្នឹងគឺគេបែងចែកចេញពីគ្នាដាច់ណាហ្នឹងហើយបាទយើងមើលក្នុង schematic ទៅយើងដឹងហើយនេះគេបែងចែក vent របស់វាដាច់ពីគ្នាបាទអត់ដូចទៅនឹង primary ណាហ្នឹងហើយហើយ concept ក្នុងការ design ជាទូទៅគេប្រើ secondary នេះភាគច្រើនណាហ្នឹងហើយបាទគេអាចជួបច្រើនគេទៅលើនេះបាទហើយដំណាក់កាលដែលយើង design ណាយើងត្រូវជ្រើសរើស concept ពីរហ្នឹងមួយណាដែលយើងប្រើសម្រាប់ក្នុងការ design ណាហ្នឹងហើយដោយសារអីពេលដែលយើងជ្រើសរើស concept ឧទាហរណ៍យើងជ្រើសរើសទៅលើ secondary ventilation system នេះអញ្ចឹងទាំងការកណនាទាំងការ design នេះគឺយើង follow ទៅតាមប្រភេទ secondary ventilation system ហ្នឹងណាហ្នឹងហើយអញ្ចឹងមុននឹងយើងធ្វើការ design គឺយើងត្រូវ select ទៅលើ system ដែលបានត្រឹមត្រូវបាទហ្នឹងហើយហើយអានេះគឺជា legend ហ្នឹងហើយចឹង legend ហ្នឹងយើងមើលមកខាងលើនេះឈ្មោះអីដូចខាងក្រោមដែរហ្នឹងហើយអញ្ចឹងនៅក្នុងការបញ្ចូលទៅលើមូលដ្ឋានដំបូងទៅលើប្រព័ន្ធទឹកគឺមានតែប៉ុណ្្នឹងឯណាហ្នឹងហើយហើយចំពោះឯកសារ BA នេះខ្ញុំនឹងភ្ជាប់ជាមួយនឹង folder វីដេអូដែលខ្ញុំនឹងតម្លាក់យកក្នុងក្រុមហ្នឹងយើងអាចមើលបន្ថែមហើយនៅពេលដែលយើងមានចង្អល់អីគឺយើងអាចសួរខ្ញុំបន្ថែមទៀតបានបាទហ្នឹងហើយអរគុណច្រើនហ្នឹងហើយ